គ្នាតើមកដឹងពីចំណុចខ្លះរបស់ Charlotte Tracker ទាំងអស់គ្នាមានរហូតដល់15ចំណុចចាចំណុចទី1យើងនិយាយអំពីនៃការស៊ីប្រេង100ដុល្លារស៊ីទៅ5លីត្រកន្លះចំណុចទី2យើងនិយាយអំពីការបំពុលផ្លូវមួយឆ្នាំបងប្អូនចំណាយអស់តែ15,000រៀលទេចាចំណុចទី3យើងនិយាយអំពីការ design ចេញមកស្អាតកលិបតសម័យគ្រប់វ័យទាំងអស់អត់ទៅវ័យទេហើយមានបំពាក់ជាមួយនឹងជាគៀង LED ដែលមានអត្ថប្រយោជន៍បំភ្លឺផ្លូវគ្រឿងបានច្បាស់ល្អបូករួមជាមួយនឹងការប្រើប្រាស់មានរយៈពេលយូរចាចំណុចទី4យើងនិយាយអំពីយ៉ាងតង់យើងមានទំហំរហូតដល់17អ៊ីងចាយើងក៏មានភ្ជាប់ជាមួយនឹង sensor ថ្លើកង់រហូតដល់14ដែលមានអត្ថប្រយោជន៍ជួយនៅពេលដែលកង់ធូរកង់បែកវាក៏បង្ហាញព័ត៌មានជូនយើងបានល្អដែរចាចំណុចទី5យើងនិយាយអំពីផ្នែកនៃខាងក្នុងចាការ design មកចេញមកស្អាតអមជាមួយនឹងឆ្កល់ electronic ធូរងាយស្រួលក្នុងការបត់បែនជាពិសេសសម្រាប់ស្រីៗយើងបើសិនជាគាត់បើកនៅក្នុងត្រង់គឺមានភាពងាយស្រួលមែនតើចាគាត់បងកដៃមួយក៏មានភាពស្រួលក្នុងការបើកបរដែរចាយ៉ាងពីចំណុចទី6វិញតើទៅជាមួយនឹងកៅអីមានភាពធំទូលាយងាយស្រួលក្នុងការអង្គុយអមជាមួយនឹងកៅអីយើងអាចធ្វើការស្ដីបានរហូតដល់4ចម្លើយចាអញ្ចឹងយើងចូលដល់ចំណុចទី7គឺយើងនិយាយអំពីប្រភេទសាឡានចាសារបស់យើងជាប្រភេទសា Smart Key ដែលមានគុណសម្បត្តិទៅលើតកតេងជាមួយនឹងបើសិនជាបងប្អូនចង់ធ្វើការបញ្ជាកញ្ចក់តម្លាក់ពីចម្ងាយអីបានចាអញ្ចឹងសម្រាប់ការបញ្ជាបើសិនជាយើងភ្លេចបិទកញ្ចក់ឬក៏ចង់កន្លែងកញ្ចក់អីវិញយើងអាចធ្វើការ unlock វាចុះផងកញ្ចក់នឹងធ្វើការតម្លាក់អូតូមកអញ្ចឹងអានេះមិនមែនស្ពឹនភ្នែកទេណាគឺយើងធ្វើឲ្យបងប្អូនមើលភ្លាមៗមកអញ្ចឹងបើសិនជាយើងធ្វើការចុះពីលើឡានមកយើងភ្លេចបិទកញ្ចក់ខាងណាមួយក៏យើងអាចធ្វើការ lock ពីចម្ងាយបានដូចគ្នាអញ្ចឹងគឺផ្ដល់ភាពងាយស្រួលមែនតើបើសិនជាយើងអត់ចង់ចំណាយពេលចូលទៅក្នុងឡានយើងម្ដងទៀតណាអូខេអញ្ចឹងយើងចូលដល់ចំណុចទី8ផ្នែកខាងក្រោយមានភាពធំទូលាយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគាត់មានធំវិញអញ្ចឹងណាគឺក៏គាត់រៀងធាត់អីគាត់អង្គុយអត់ប្រហែលគឺផ្ដល់ផាសុកភាពមែនតើហើយចំណុចទី6យើងនិយាយពីផ្នែកខាងលើចាដបយើងបែរយើងអាចបើកបានរហូតដល់ខាងក្រោយអញ្ចឹងយើងមានពីរខាងលើកញ្ចក់ខាងក្រោមជាកណ្ដាលអញ្ចឹងគឺវាអត់សូវចានិយាយថាវាអត់សូវស្រួលកម្ដៅទេស្រាប់ឡានមួយនេះអូខេអញ្ចឹងយើងនិយាយពីចំណុចទី10ចានៅខាងក្រោយឡាន Charlotte Tracker របស់យើងនេះក៏យើងមានភ្ជាប់ជាមួយនឹងកាមេរ៉ា original ពីរោងចក្រដែរនេះយើងអត់មានធ្វើការចម្លើយលើសក់ខ្មែរណាសូមបញ្ជាក់ជូនហើយស្រាប់កាមេរ៉ានេះគឺយើងមើលបានច្បាស់មែនតើចានៅពេលយើងយប់ឬក៏ពេលថ្ងៃអីពេលដែលបងប្អូនអាយ៉ៃអីគឺវាផ្ដល់រូបភាពបានច្បាស់ចាហើយយើងក៏មាន on ជាមួយនឹង sensor រហូតដល់4គ្រាប់ដែរចាដែលមានអត្ថប្រយោជន៍ជួយស្រាប់នៅពេលដែលយើងអាយ៉ៃចិត្តបាយមួយវាផ្ដល់រូបភាពឲ្យយើងហើយក៏វាអាចផ្ដល់ជាសម្លេងឲ្យយើងបានខ្លួនទៀតដែរអញ្ចឹងក៏ជាចំណុចពិសេសក្នុងដែរអូខេអញ្ចឹងយើងចូលដល់ចំណុចទី11ស្រាប់យើង Charlotte Tracker នេះចង់បញ្ជាក់ជូនបងប្អូនទេដោយសារតែមានអតិថិជនជាច្រើនគាត់តែងតែបារម្ភថាឡានទូវាប៉ុណ្ណឹងភាគច្រើននៅពេលដែលគាត់បើកតាមផ្លូវដែលគេហៅថាដូចជាផ្លូវទៅកំពង់សោមផ្លូវលឿនលឿនអីចឹងណាចឹងសម្រាប់រយន្តមួយនេះអតិថិជនអត់ចាំបាច់បារម្ភទេគឺបើកបរមានដំណឹងបានល្អចាហើយអីដែលពិសេសមួយទៀតក៏វាកាត់បន្ថយសំឡេងចូលទៅក្នុងឡានរបស់យើងដែរអញ្ចឹងយើងចូលដល់ចំណុចទី12គឺយើងនិយាយអំពីផ្នែកសមត្ថភាពដែលយើងបច្ចុប្បន្ននេះសម្រាប់រថយន្ត Charlotte Tracker គឺយើងទទួលបានចំណាត់ថ្នាក់កាយ5ដែលយើងទទួលស្គាល់ពីនាយកដ្ឋានចរាចរណ៍ផ្លូវគោកពីសហរដ្ឋអាមេរិកដូចគ្នាដែរអញ្ចឹងចំណុចទាំងអស់នេះអតិថិជនកុំបារម្ភចាខ្ញុំហ៊ានទៅនិយាយជូនទៅលើរថយន្ត Charlotte Tracker អូខេអញ្ចឹងយើងចូលដល់ចំណុចទី13សម្រាប់រថយន្ត Charlotte Tracker អតិថិជនអត់ចាំបាច់បារម្ភទេព្រោះដោយសារហេតុអីបើខ្ញុំនិយាយថាអត់បារម្ភទៅលើទីផ្សារសម្រាប់អតិថិជនដែលគាត់ប្រើប្រាស់ទៅលើរថយន្ត Charlotte Tracker គាត់តែបារម្ភថាការលក់អញ្ចឹងទៅមានផ្ដល់ភាពពិបាកក្នុងការបើកអតិថិជនក៏ដូចជាទីផ្សារធ្លាក់ចុះថ្លៃអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំក៏ចង់បញ្ជាក់ជូនគាត់ដែរគាត់អត់ចាំបាច់បារម្ភទេ Charlotte Tracker មកដល់ពេលបច្ចុប្បន្ននេះគឺទីផ្សារគឺមានភាពធំទូលាយមែនតើហើយបើយើងនិយាយពីតម្លៃវិញអតិថិជនដែលគាត់ប្រើសេរីឆ្នាំ2022គឺគាត់លក់នៅតែមានទីផ្សារដដែលចូលដល់ចំណុចទី15ចាចំណុចទី15នេះសម្រាប់ខ្ញុំចង់បញ្ជាក់ជូនថាពីចំណុចទី1រហូតដល់ចំណុចទី15រថយន្ត Charlotte Tracker សិតតែមានចំណុចល្អហើយខ្លាំងមែនតើអញ្ចឹងហើយបាទខ្ញុំចង់ឲ្យអតិថិជនគួរតែសម្រេចចិត្តទិញទៅលើរថយន្តដែលមានតម្លៃត្រឹមតែ$29,500តែប៉ុណ្ណោះគឺជាមួយនឹងរថយន្ត Charlotte Tracker អញ្ចឹងហេតុអីបើខ្ញុំមាននិយាយថា Charlotte Tracker ល្អព្រោះដោយសារស្រាប់ខ្ញុំផ្ទាល់ទេណាខ្ញុំលក់បានរាល់ថ្ងៃនេះគឺដោយសារតែអតិថិជនដែលគាត់បានទិញយកទៅធ្វើការប្រើប្រាស់ហើយគាត់ណែនាំទៅបងប្អូនរបស់គាត់ក៏ដូចជាមិត្តភក្តិឲ្យទិញទៅលើរថយន្ត Charlotte Tracker ប្រើប្រាស់ដូចគ្នាចាមូលហេតុហ្នឹងហើយដែលខ្ញុំអាចនិយាយថា Charlotte Tracker គឺពិតជាល្អស័ក្តិសមតែឲ្យបងប្អូនទិញរថយន្តនេះទៅធ្វើការប្រើប្រាស់សម្រាប់ក្រុមគ្រួសាររបស់បងប្អូនអញ្ចឹងកុំគិតយូរទៀតទេកុំភ្លេចបើសិនជាចង់បាន Charlotte Tracker ចេញមកCharlotte ទាំងអស់គ្នាចាហើយតាក់ទងមកនេះខ្ញុំគាត់ដែរចាខ្ញុំឡាននេះជួបគ្នានៅវីដេអូក្រោយៗបាយ